Bạn đang sụt đâyអាចសូមនិយាយបាទបងប្អូនបងដែលកំពុងតែស្វែងរកមេរៀននៅក្នុងការរៀន Excel អញ្ចឹងនេះគឺជាមេរៀនទី1ខ្ញុំសូមបង្ហាញបងប្អូនពីរបៀបនៃការបង្កើតតារាងនៅក្នុង Excel ណាអញ្ចឹងដើម្បីបង្កើតតារាងនៅក្នុង Excel បែបនេះបានតើយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញខ្លីៗពាក់ព័ន្ធជាមួយនឹងការបង្កើតតារាងនៅក្នុង Excel ដែលមានរូបរាងបែបនេះអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលបងប្អូនបង្កើតឬមួយក៏បើក Excel មកដំបូងវានឹងបង្ហាញរូបរាងបែបនេះណាហើយបញ្ជាក់ដែរនៅក្នុងនេះគឺអត់មិនមែនជាតារាងទេវាគ្រាន់តែជាគំរូបង្ហាញឲ្យយើងឃើញប៉ុន្តែទីពិតវាមិនមែនជាបង្ហាញទេនៅពេលដែលយើង preview មើលទៅគឺវានឹងមិនមានឃើញអ្វីទាំងអស់អូខេអញ្ចឹងដើម្បីអាចបង្កើតតារាងបានដំបូងឧទាហរណ៍បើសិនជាគេមានលំហាត់មួយដែលគេចេញជាបែបនេះអញ្ចឹងបងប្អូនត្រូវការច្បាស់ថាតើជួរដេកមានចំនួនប៉ុន្មានជួរឈរមានចំនួនប៉ុន្មានដែលអាចនិយាយបានថាមានរ៉ូប៉ុន្មានកាឡឹមប៉ុន្មានជាធម្មតារ៉ូគឺជួរដេកហើយកាឡឹមគឺជួរឈរណាបងប្អូនប៉ុន្តែក្នុងវីដេអូនេះខ្ញុំសូមហៅតែជួរដេកជួរឈរទេដើម្បីបងប្អូនងាយស្រួលយល់និងចងចាំជាងអញ្ចឹងយើងមើលទាំងអស់គ្នានៅក្នុងតារាងនេះបើតាមយើងមើលគឺមានជួរដេកអញ្ចឹងជួរដេកយើងរាប់មើលមាន1 2 3 4 5 6 7ហើយជួរឈរមានចំនួន1 2 3 4 5អញ្ចឹងមានតែជួរឈរមានចំនួន5ហើយសម្រាប់ជួរដេកមានចំនួនរហូតដល់7បងប្អូនមិនបាច់រាប់ក៏បានបើសិនឧទាហរណ៍ថាបងប្អូនចង់ដឹងថាវាប្រមាណបងប្អូនselect លើវាមកពឹបពីលើនេះមកពឹបគឺឃើញនេះ column មានចំនួន7ហើយរាប់ទៅ count ប៉ុន្តែនេះវាជាការ count ទេអញ្ចឹងវាមិនជាត្រឹមត្រូវទេអូខេអញ្ចឹងដើម្បីបង្កើតតារាងបែបនេះបានបងប្អូនត្រូវតែចូលទៅការ Excel របស់បងប្អូនរួចបងប្អូនselect មកបងប្អូនគឺបែបនេះអញ្ចឹងបងប្អូន select 1 2 3 4 5 6 7រួចបងប្អូនចូលទៅកាន់ border រួចចុចលើកវាថា all border បន្តមកទៀតយើងមើលជួរឈររបស់យើងមានចំនួនប៉ុន្មាន1 2 3 4 5អញ្ចឹងបងប្អូនគ្រាន់តែចូលត្រឡប់មកនេះមកបងប្អូនចូលមកឥឡូវបងប្អូនមាន1ហើយអញ្ចឹងបងប្អូនរាប់មក1 2 3 4 5អូខេរួចបងប្អូនចូលទៅកាន់បែបនេះដាក់ border ដែរមកគឺមាន5អូខេអញ្ចឹងដើម្បីយើងលឿនខ្ញុំសូមបង្ហាញអូខេខ្ញុំសូមបន្ថែមតិចហើយធ្វើបែបនេះវាយូរប៉ុន្តែបើសិនជាបងប្អូនចង់បង្កើតឲ្យលឿនចឹងបងប្អូនគ្រាន់តែអូខេខ្ញុំដោះចេញទាំងអស់ខ្ញុំសូមមកធំម្ដងទៀតបងប្អូនគ្រាន់តែយើងដឹងនៅពេលដែលយើងដឹងនៅទីនេះមានចំនួន7មានតែជួរដេកចំនួន7ជួរឈរចំនួន5ចឹងបងប្អូនគ្រាន់ select មកបញ្ជាក់សូមកុំដកម៉ៅដៃចេញពីម៉ៅឆ្វេងយើងចុចជាប់ដៃចង្អុលរបស់យើងចុចជាប់មកទាំង1 2 3 4 5 6 7រួចយើងអូសចុះមកក្រោមឲ្យគ្រប់5តែមកឥឡូវនេះយើងស្ថិតក្នុងលេខទី1អញ្ចឹងថា1 2 3 4 5បន្ទាប់បងប្អូន select បែបនេះហើយបងប្អូនទៅកាន់ border រួចយកពាក្យថា all border អញ្ចឹងវានឹងចេញចំនួនដូចដែលយើងចង់បានបងប្អូនឃើញទេបន្តមកទៀតយើងអាចកំណត់គុំទំហំវាឲ្យប៉ុនគ្នាបានជាងបងប្អូនដាក់មុខ cursor បងប្អូនឲ្យចេញសញ្ញាខ្មៅនេះខ្មៅព្រួញខ្មៅបែបនេះមកនៅលើកន្លែងលេខរៀងនេះដាក់លើនឹងមករួចបងប្អូនស្រេចលើវាចុះមកក្រោមមករួចបងប្អូនអាចដាក់សញ្ញា cursor ចេញសញ្ញាបែបនេះខ្វៃបែបនេះរួចអូសចុះតាមទំហំដែលបងប្អូនចង់បានមកចឹងបែបនោះវានឹងបង្ហាញទំហំប៉ុនគ្នាឬអ្វីដែលយើងចង់បានកាលណាបងប្អូនអត់ធ្វើអញ្ចឹងទេបងប្អូនទាញដងមួយបែបនេះវាប្រកាសណាវានឹងចេញមកមួយឯងចឹងធ្វើឲ្យយើងយូរហើយយើងអត់បានដូចទំហំប៉ុនគ្នាដែលយើងចង់បានទេអូខេចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីបងប្អូននៅក្នុងការរបៀប merge cell លើក្រោម delete cell យ៉ាងម៉េច merge cell យ៉ាងម៉េច delete row យ៉ាងម៉េចអូខេអរគុណច្រើនមានតែប៉ុណ្្នឹងទេ